ជំរាបសួរបងប្អូនថ្ងៃនេះធ្វើគុយទាវញ៉ាំម្ដងខ្ញុំដាំទឹកពុះបន្ទាប់មកខ្ញុំយកឆ្អឹងជ្រូកនោះយកទៅស្រុះជាមួយទឹកក្តៅមួយកំពុះសិនបន្ទាប់ពីទឹកពុះហើយខ្ញុំចាក់ទឹកនឹងចេញមកបងប្អូនលាងឆ្អឹងជ្រូកនឹងឲ្យបាន2-3វិទឹកទៅដើម្បីឲ្យស្អាតយើងលាងនឹងយើងរើកតិចរើកទីឬថាយើងស្ងោរចេញមកវាមានឈាមកកឈាមអីបោះឆ្អឹងជ្រូកហ្នឹងយើងលាងចេញពី3ទឹកទៅឲ្យស្អាតបន្ទាប់ពីលាងស្អាតចឹងហើយមកបងប្អូនដាំទឹកថ្មីមួយឆ្នាំងទៀតមកការដាំទឹកនេះស្រាប់តែបងប្អូនទេបងប្អូនពេញចិត្តយកទឹកប្រមាណលីត្រក៏ដាក់តាមប៉ុណ្ណឹងទៅប៉ុន្តែគ្រួសារខ្ញុំនេះក្នុងឆ្នាំង6លីត្រហ្នឹងខ្ញុំដាក់ទឹកហ្នឹង5លីត្រដែរបងប្អូនហើយបន្ទាប់មកយើងអាំងខ្ទឹមបារាំងខ្ទឹមសបន្ទាប់មកខ្ញុំដាក់ទឹកត្រីហើយមានស្ករពេលទឹកពុះណាបងប្អូនបន្ទាប់មកខ្ញុំដាក់ប៊ីចេងខ្ញុំភ្លេចថតអំបិលអត់បានថតអំបិលឲ្យបងប្អូនមើលលីងបន្ទាប់មកខ្ញុំអាំងយូហឺហ្នឹងខ្ញុំអាំងតាគីខ្ញុំអត់អាំងទេបងប្អូនបន្ទាប់មកយើងចាំទឹកអាហ្នឹងឲ្យព្រាងពុះបន្តិចយើងដាក់ការ៉ុតចូលការ៉ុតខ្ញុំធ្វើ1មើមឆេះថាវ2មើមបងប្អូនដាក់មកជាតិឆ្ងាញ់ណាបងប្អូនពេលយើងងាស់យូរអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលហើយទឹកពុះបន្តិចមកបងប្អូនគេពពុះចេញផងណាបងប្អូនដើម្បីឲ្យទឹកយើងថ្លាស្អាតបន្ទាប់ពីទឹកពុះហើយខ្ញុំដាក់ឆ្អឹងជ្រូកដែលយើងបានលាងស្អាតហ្នឹងដាក់ចូលក្នុងឆ្នាំងសម្រាប់ឆ្អឹងជ្រូកដែលខ្ញុំដាក់ចូលមុនហ្នឹងខ្ញុំរងាស់1ម៉ោងណាបងប្អូនខ្ញុំដាក់ភ្លើងតិចដើម្បីឲ្យទឹកស៊ុបថ្លាបន្ទាប់ពីទឹកស៊ុបយើងឆ្អិនហើយបងប្អូនស្រោះតាមចូលចិត្តទៅបងប្អូនចូលចិត្តគុយទាវស្រោះគុយទាវទៅខ្ញុំអត់បានបង្ហាញវីដេអូទេបងប្អូនតែខ្ញុំស្រោះមីអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមដល់ចប់ជួបខ្ញុំនៅវីដេអូបន្តទៀត